សម្រាប់បងៗដែលធ្វើដំណើរឆ្លងកាត់ស្រុកព្រៃនប់ខេត្តព្រះសីហនុអត់ដឹងញ៉ាំបាយថ្ងៃណាអាចមកធ្វើការសាកបាយថ្ងៃនៅកន្លែងនេះបានហាងបាយមិនអាំងស្រែមួយកន្លែងនេះគឺថាគាត់លក់ពីល្បែងជាប់គ្នាណាបងប្អូននិយាយពីថាខ្ញុំមកលើកណាគឺថាមនុស្សពេញណែនតែម្ដងហើយម្ហូបប្រចាំហាងរបស់គាត់ហ្នឹងគឺថាមាន់អាំងស្រែនេះឯងអ្នកទាំងអស់គ្នាប្រភេទមាន់របស់គាត់នៅទីនេះគឺថាគាត់បែងចែកមានស្លាបមានផ្លូវមានអីចឹងណាអ្នកទាំងអស់គ្នាចឹងពេលទៅដល់អ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសទៅគាត់នឹងធ្វើការអាំងភ្លាមឲ្យតែម្ដងនៅនឹងដែរមិនមែនមានតែមាន់អាំងទេគាត់មានតាំងពីកង្កែបបោកមានតាំងពីត្រីអាំងដូចគ្នាដែរហើយក៏មានប្រភេទនំបញ្ចុកសឡខ្មែរយើងដែរហើយបើសម្រាប់នំកញ្ចក់វិញគឺថាមានច្រើនតែម្ដងហើយនំទាំងអស់នេះគឺថាសុទ្ធសឹងតែជាប្រភេទនំខ្មែររបស់យើងសម្រាប់បងប្អូនដែលធ្វើដំណើរកម្សាន្តមកតាមខេត្តហើយអត់ដឹងថាទិញអីយកទៅផ្ញើអ្នកតែវិញអាចធ្វើការទិញនំទាំងអស់នេះយកទៅបានប៉ុន្តែប៉ុណ្ណោះគាត់ក៏មានជាប្រភេទនំផ្សេងដែរបងប្អូនសម្រាប់បងដែលចង់ធ្វើការទិញនំយកទៅផ្ញើអ្នកផ្ទះអីអាចធ្វើការទិញពីកន្លែងគាត់យកទៅបាននៅនឹងដែរគាត់ក៏មានលក់ជាប្រភេទកាពីក៏ដូចជាទឹកត្រីបុកដែរអ្នកទាំងអស់គ្នានឹងដែរខ្ញុំក៏បានធ្វើការឲ្យគាត់អាំងស្លាបឲ្យខ្ញុំមួយចំហៀងហើយនឹងខ្ញុំក៏មកកែបបោកគាត់ឃើញចឹងប៉ុន្តែធំណាស់អ្នកទាំងអស់គ្នាខ្ញុំអត់ចង់អស់ទេនៅខាងក្រៅគឺថាធំណាស់ហើយសាច់ឡើងណែនតែម្ដងហើយនេះគឺជាទឹកជ្រលក់របស់គេហើយក៏មានជាមួយនឹងអំបិលបុកដូចគ្នាដែរអ្នកទាំងអស់គ្នាហើយសាច់មាន់របស់គេវិញគឺថាញ៉ាំទៅឡើងជុះស៊ីតែម្ដងគឺអត់ហឹងខ្លាំងទេមានជាតិណាធ្លាប់ជាមួយនឹងបន្លែហើយដាក់ជាមួយនឹងអំបិលបុកហើយនឹងទឹកត្រីបុកគេនឹងមកអូនិយាយពីថាជាតិខ្លាំងណាស់អ្នកទាំងអស់គ្នាអើយគ្រឿងដែលគាត់លាយក្នុងកង្កែបហ្នឹងគឺថាឆ្ងាញ់ណាស់អ្នកទាំងអស់គ្នាសាច់ឡើងណែនតែម្ដងសម្រាប់បាយរបស់គាត់វិញគឺថាគាត់ដាំឆ្ងាញ់ណាស់អត់ជ្រាយពេកអត់ហឹងពេកទេហើយមើលគ្រាប់បាយអង្គរបស់គាត់នីមួយៗហ្នឹងគឺថាឡើងមូលល្អមែនតើញ៉ាំបាយរួចមេក្តៅចឹងដាក់ទឹកដូងមួយកែវទេគឺថាកាន់តែស្រស់ស្រាយមែនតើកុំភ្លេចមកសាកទាំងអស់គ្នាណាបង